ក្រសួងវប្បធម៌និងក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ដូចគ្នាថាយោធាថៃនៅថ្ងៃទី9ខែធ្នូឆ្នាំ2025បានទម្លាក់គ្រាប់បែកវាយប្រហារបំផ្លាញប្រាសាទតាក្របីនិងរចនាសម្ព័ន្ធមួយចំនួននៃប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់កម្ពុជាក្រសួងទាំងពីរបានហៅការវាយប្រហារនេះថាជាការបំផ្លិចបំផ្លាញយ៉ាងឃោរឃៅនៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជានិងមនុស្សជាតិបើទោះបីជាមិនទាន់មានការបញ្ជាក់ថាយោធាថៃបានប្រើយន្តហោះអ្វីទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទទាំងពីរក៏ដោយប៉ុន្តែក្នុងរយៈពេល2ថ្ងៃកន្លងទៅនេះក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាថៃបានប្រើយន្តហោះចម្បាំង F16 និងយន្តហោះប្រយុទ្ធធុនស្រាល AT6 វាយប្រហារយ៉ាងសន្ធប់ទៅលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានិងទីប្រជុំជនស៊ីវិលនៅក្នុងខេត្តព្រះវិហារឧត្តរមានជ័យនិងមន្ទីរមានជ័យក្រសួងវប្បធម៌បានដាក់សំណើទៅអង្គការ UNESCO និងសូមអន្តរាគមន៍ពីស្ថានទូតចិននិងឥណ្ឌាប្រចាំកម្ពុជាក្នុងនាមប្រទេសទាំងពីរជាសហប្រធាននៃ ICC ព្រះវិហារហើយក៏បានដាក់សំណើទៅស្ថានទូតអាមេរិកនិងម៉ាឡេស៊ីក្នុងនាមប្រទេសទាំងពីរជាសាក្សីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរដើម្បីជំរុញឲ្យថៃឈប់បំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិគួររំលឹកថាមុនបើកការវាយប្រហារលើកម្ពុជាយោធាថៃធ្លាប់បានប្រាប់ពីផែនការវាយយកប្រាសាទតាក្របីដោយប្រើកម្លាំងយោធាបន្ទាប់ពីថៃបាត់បង់ទីតាំងឈរជើងក្នុងការប្រយុទ្ធគ្នា5ថ្ងៃជាមួយកម្ពុជាកាលពីខែកក្កដាឆ្នាំ2025ប្រាសាទតាក្របីមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកត្រង់ព្រំប្រទល់កម្ពុជាថៃក្នុងខេត្តឧត្តរមានជ័យដែលមានចម្ងាយប្រមាណជា12គីឡូម៉ែត្រភាគខាងកើតប្រាសាទតាមាន់ធំចំណែកប្រាសាទព្រះវិហារបានរងការខូចខាតធ្ងន់ធ្ងរម្ដងរួចទៅហើយនៅក្នុងការវាយប្រហាររបស់ថៃកាលពីខែកក្កដា